អស់គ្នាពីរបៀប update canal អញ្ចឹងដំបូងយើងត្រូវធ្វើការ check current canal សិនដោយប្រើ command uname ខ្ញុំ command ខុសយើងប្រើ command uname ដក ខ្ញុំភ្លេចសញ្ញាដកវិញនេះ current canal របស់យើងបន្ទាប់មកទៀតយើងធ្វើការ update system package បន្ទាប់មកយើងធ្វើការ install canal បន្ទាប់មកយើងធ្វើការ set default ឲ្យទៅ canal របស់យើងបន្ទាប់មកទៀតយើងធ្វើការ reboot system របស់យើង